Trong bạn muốn trong bạn spice app tỏ mình nhằm phê dạy này từng ọc nè. Tí mũiยัง thở miên cà rọt mùi mớm. Tí piยัง thở miên lập bớ. Tí bayยัง thở miênទឹកđọc cổ. Sầmรับទឹកđọc cổ một bong yellow fat cả bán full cream đợi nhôm cả bán đài. Sầmรับlập bớ cứยัง thở chất sờ bó liên tắc ice app cho mùi nâng cà rọt phong đài. របៀបធ្វើបងអាចមើលនៅក្នុងវីដេអូនេះបានណាបន្ទាប់ពីហ្នឹងគឺខ្ញុំណែនាំពីអត្ថប្រយោជន៍របស់វាជូនបងស្ដាប់ទី1អត្ថប្រយោជន៍សម្រស់និងស្បែកទឹកល្ពៅហើយនិងការ៉ុតបើយើងញ៉ាំជាប្រចាំគឺវាអាចជួយប្រឆាំងនឹងភាពចាស់ដោយសារវាសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនិងវីតាមីន E ដែលជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីផ្ដល់សំណើមដល់ស្បែកព្យាបាលនិងការពារមុនព្រោះវាមានជាតិវីតាមីន C និងមានជាតិ collagen នៅក្នុងហ្នឹងចាហើយវីតាមីន A ហើយនិងជាតិស័ង្កសីវាជួយគ្រប់គ្រងជាតិខ្លាញ់និងកាត់បន្ថយការរលាកជារឿយៗដែលបណ្ដាលឲ្យយើងកើតមុនជួយឲ្យស្បែកយើងភ្លឺថ្លាបើសិនជាបងទទួលទានជារៀងរាល់ថ្ងៃជាប្រចាំវាជួយកម្ចាត់កោសិកាចាស់ៗធ្វើឲ្យស្បែករបស់យើងនឹងគ្មានជើងវៃហើយក៏វាជួយទៅដល់សុខភាពសក់ផងដែរដោយសារវីតាមីន E និងជាតិប៉ូតាស្យូមនៅក្នុងល្ពៅដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សក់និងជួយឲ្យសក់របស់យើងដុះល្អហើយនឹងមិនជ្រុះហើយអត្ថប្រយោជន៍ទៅលើសុខភាពវិញគឺវាសម្បូរទៅដោយជាតិសារធាតុចិញ្ចឹមវីតាមីន A វីតាមីន C វីតាមីន E និងវីតាមីន B ផងដែរហើយសំខាន់បំផុតគឺវាជួយទៅដល់ភ្នែកជួយទៅលើប្រព័ន្ធការពាររាងកាយជួយទៅលើប្រព័ន្ធរំលាយអាហារហើយក៏ជួយទៅលើសម្ពាធឈាមមិនត្រឹមតែជួយទៅលើសម្ពាធឈាមទេសូម្បីតែជាតិស្ករក៏វាគ្រប់គ្រងជាតិស្ករក្នុងខ្លួនយើងបានល្អផងដែរអញ្ចឹងទាំងអស់នេះគឺជាអត្ថប្រយោជន៍ទូទៅដែលគ្រប់គ្នាគួរយល់ដឹងពីទឹកល្ពៅហើយរបៀបធ្វើវិញខ្ញុំបានបង្ហាញជាសកម្មភាពដូចនៅក្នុងវីដេអូនេះជូនបងមើលអញ្ចឹងចាយើងចិតល្ពៅឲ្យស្អាតហើយយើងដាក់លាយជាមួយនឹងទឹកដោះគោហើយនឹងទឹកសម្រាប់បងអត់ចង់ដាក់ទឹកដូចខ្ញុំនៅក្នុងវីដេអូនេះក៏បានដែរយើងអាចដាក់ទឹកដោះគោសុទ្ធក៏បានដែរតែសម្រាប់ខ្ញុំចង់យកទឹកល្ពៅនេះមកឆុងជាមួយនឹងកាហ្វេមកធ្វើជាភេសជ្ជៈផ្សេងទៀតអញ្ចឹងទើបខ្ញុំដាក់ទឹកចំនួន2ដងនៃទឹកដោះគោបងអាចឆ្នៃទឹកល្ពៅនេះចាញ៉ាំជាមួយនឹងកាហ្វេញ៉ាំជាមួយ matcha បានជាចុងក្រោយខ្ញុំក៏អរគុណបាយបាយ